មហាយុជនពិតជាខ្លាំងមិនធម្មតាត្រឹមតែ111ថ្ងៃវាយផ្ដាច់កញ្ចប់គម្រោងផ្លូវថ្នល់ក្រោមទឹកដ៏ធំសម្បើមជាស្ថាពរមហាយុជនពិតជាខ្លាំងមិនធម្មតាត្រឹមតែ111ថ្ងៃវាយផ្ដាច់កញ្ចប់គម្រោងផ្លូវថ្នល់ក្រោមទឹកដ៏ធំសម្បើមជាស្ថាពរមហាយុជនដែលជាសេដ្ឋកិច្ចធំបំផុតទី2ក្នុងពិភពលោកជាមួយនឹងប្រជាជនសរុប 1.4 ពាន់លាននាក់បានសាងសង់បញ្ចប់គម្រោងផ្លូវថ្នល់ក្រោមទឹកដ៏ធំសម្បើមក្នុងរយៈពេលខ្លីត្រឹមតែជាង3ខែឬ111ថ្ងៃប៉ុណ្ណោះដែលជាល្បឿនសាងសង់លឿនគួរឲ្យស្ងើចសរសើរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំធំបែបនេះផ្លូវថ្នល់រូងក្រោមដីនេះត្រូវបានសាងសង់ក្រោមផ្ទៃទឹកហូរដោយប្រើបច្ចេកវិទ្យាដ៏ទំនើបដែលជួយដល់ដំណើរការសាងសង់លឿនជាងនិងបណ្ដាលឲ្យមានការរំខានបន្តិចជាងការខួងដីបែបប្រពៃណីការសាងសង់យ៉ាងឆាប់រហ័សគួរឲ្យភ្ញាក់ផ្អើលបែបនេះបង្ហាញពីសមត្ថភាពខ្លាំងមិនធម្មតារបស់មហាយុជននៅក្នុងការចល័តកម្មករសម្ភារៈនិងភស្តុភារកម្មនៅក្នុងទ្រង់ទ្រាយធំដើម្បីបញ្ចប់គម្រោងជាស្ថាពរយ៉ាងឆាប់រហ័សគ្មានគូប្រៀបជាទូទៅគម្រោងផ្លូវរូងក្រោមដីកាត់ពីក្រោមផ្ទៃទឹកបែបនេះមានច្រើននៅប្រទេសចិនដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍និងការកែលម្អតភ្ជាប់បណ្ដាញគមនាគមន៍នៅក្នុងតំបន់ហើយវាក៏កាត់បន្ថយសម្ពាធលើផ្លូវថ្នល់ដែលនៅលើផ្ទៃដីផងដែរដោយជួយឲ្យទីក្រុងចិននានាដែលមានមនុស្សច្រើនគ្រប់គ្រងចរាចរណ៍បានល្អដោយមិនចាំបាច់ពង្រីកផ្លូវលើផ្ទៃដីក្រុមវិស្វករមើលឃើញថាគម្រោងផ្លូវថ្នល់ក្រោមទឹកដ៏ធំសម្បើមរបស់មហាយុជនគឺជាគំរូដ៏ល្អមួយនៃការសាងសង់ដែលកំពុងតែកែប្រែអនាគតនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងពិភពលោកខ្ញុំមុនីវ័នពី RT News